กลมបំផ្លាញលុយបើកហាងចោលអត់ប្រយោជន៍បើសិនបើកហាងកាទៀវហាងអីនេះមិនស្គាល់ពីចំណុចពិសេសរបស់កាទៀវដូចជាក់ស្ដែងមីកាទៀវកន្លែងគាត់នេះប្រហិតត្រីនេះគឺសិតតែហាងជើងខ្លាំងនៅកំពង់សោមហើយមកប្រឡូកនៅទឹកដីភ្នំពេញនៅម្ដុំផ្លូវជាតិលេខ1ច្បារអំពៅយើងហ្នឹងនិយាយទៅចិត្តដល់បរិយពេញហួតបឹងស្នោពុកម៉ែបងប្អូនមកដល់ហើយជើងខ្លាំងរបស់គេមែននិយាយទៅរសជាតិក៏ដូចជាប្រភេទគីវប្រភេទប្រហិតប្រភេទអីហ្នឹងគឺសិតតែថ្មីស្រស់ធ្វើភ្លាមអញ្ចឹងមកខ្ញុំថានេះជាហាងអាហារឋានគឹមទ្រីដែលជាហាងជើងខ្លាំងមួយនៅទឹកដីកំពង់សោមបានមកដល់ភ្នំពេញហើយមកដុំផ្លូវជាតិលេខ1ពុកម៉ែបងប្អូនការរៀបចំហាងរបស់គាត់គឺគាត់យល់អារម្មណ៍អ្នកញ៉ាំកាទៀវព្រឹកមែនតើរៀបចេញមកគឺទាំងពណ៌ទាំង color ហាងទាំងអីផ្សេងគឺគាត់យល់ច្បាស់ពីចរិតអ្នកញ៉ាំកន្លែងចតឡានគឺទលាយងាយស្រួលហើយសម្រាប់អ្វីដែលពិសេសដែលខ្ញុំនិយាយថាត្រូវតែមានចំណុចខ្លាំងចំណុចពិសេសឲ្យខ្លួនឯងហ្នឹងដូចជាប្រភេទតសៃកាទៀវប្រភេទជំរើសគីវអីហ្នឹងគឺគាត់ធ្វើថ្មីរាល់ថ្ងៃសាច់ចិញ្ច្រាំគ្រឿងទឹកស៊ុបរបស់គាត់គឺគាត់មានរសជាតិរបស់គាត់ប្រចាំតកូលតែម្ដងហើយអ្វីដែលពិសេសទៀតនោះគឺប្រហិតត្រីឆ្លាតរបស់គាត់ហ្នឹងគឺសិតតែជាប្រហិតដែលគាត់ធ្វើភ្លាមខ្លួនឯងថ្មីមិនមែនទិញប្រហិតកញ្ចប់មកស្រាប់ងាយទេអញ្ចឹងបាទខ្ញុំថាកុំឲ្យបំផ្លាញបើកលុយហាងចោលអត់ប្រយោជន៍សំខាន់ត្រូវតែច្បាស់ពីរសជាតិក៏ដូចជាស្គាល់ពីអត្តចរិតរបស់មុខម្ហូបមួយនឹងឲ្យច្បាស់សិនព្រោះហាងកាទៀវនេះរបៀបដូចបើនិយាយស្រួលស្ដាប់ឲ្យខ្លីស្រាប់ហ្មងគេថាអ្នកខ្លះមានកាយៅហ្មងបើកហាងកាទៀវមកគឺដឹងតែដើរភាកច្រើនហ្មងគ្រួសារខ្លះគឺយើងមើលទៅដូចគេថាគេមានកញ្ចៅរបស់គេណាបើកហាងកាទៀវមកគេរៀបចំចេញមកមើលទៅគួរឲ្យចង់ចូលញ៉ាំហ្មងអញ្ចឹងមកថាទាំងរសជាតិទាំងការរៀបចំក៏ដូចជាគុណភាពសាច់គុណភាពប្រហិតរសជាតិអីផ្សេងគឺត្រូវតែច្បាស់ដូចហាងអាហារឋានគឹមទ្រីនេះអញ្ចឹងហាងអាហារឋានគឹមទ្រីគឺគាត់កាទៀវគាត់គឺគាត់ប្រើពាក្យកាទៀវឆ្ងាញ់គាត់បើកលក់ម៉ោង6ព្រឹករហូតដល់ម៉ោង3ល្ងាចពុកម៉ែបងប្អូននៅសាខាថ្មីនៅភ្នំពេញហ្នឹងអញ្ចឹងទីតាំងរបស់គាត់និយាយទៅបើចុះពីស្ពានច្បារអំពៅមកប្រហែលជាតែ2គីឡូឯទល់មុខសន្តាគារ IBC ហ្នឹងបណ្ណាគារស្លំសន្តាគារ IBC កន្លែងបណ្ណាគារណាអញ្ចឹងសម្រាប់ហាងរបស់គាត់នេះគឺគាត់បើកមកយូរឆ្នាំហើយនៅកំពង់សោមប្រហែលជា2006ហើយគាត់ថាអាចលើនឹងទៀតគាត់ថាគាត់កំណត់យកប្រវត្តិថាប៉ុណ្្នឹងចុះប្រវត្តិគាត់នៅកំពង់សោមហើយគាត់មានល្បីក្រៅតែពីកាទៀវមីហ្នឹងគឺគាត់មានច្រើនមុខទៀតមានសៀវម៉ៃមានអីណាច្រើនហើយកាទៀវមីរបស់គាត់ភាគច្រើនគឺតម្លៃ12000តែជើងខ្លាំងនៅកំពង់សោមគឺគេស្គាល់គាត់ច្រើនអញ្ចឹងសម្រាប់អ្នកនៅម្ដុំផ្ទះនៅអីណាបរិយពេញហួតបឹងស្នោផ្លូវជាតិលេខ1ច្បារអំពើអីហ្នឹងគឺត្រូវហើយអាចមកសាករសជាតិកាទៀវជើងចាស់កាទៀវអ្នកខ្លាំងមួយដែរជើងខ្លាំងមួយដែរនៅកំពង់សោមមកប្រឡូកនៅភ្នំពេញហើយអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលនៅតំបន់ហ្នឹងរអ្នកជើងចាស់តែញ៉ាំមិនសូវខកចិត្តរឿងរសជាតិអាចមកបានហើយគាត់ក៏មានលក់ជាបាយប្រភេទបាយព្រឹកឡើងបាយស្រូបសាច់ជ្រូកសាច់មាន់អីចឹងទៅមាន់ស្ងោរអីចឹងគឺគាត់មានមកឈុតរបស់គាត់មកកំ pl ដែរដែលអ្នកទាំងអស់គ្នាអាចបើថាមិនចូលចិត្តកាទៀវអាចជំរើសបាយឬក៏ថាណែមកគៀវរបស់គាត់នេះក៏បានដែរអញ្ចឹងសម្រាប់កន្លែងអង្គុយក៏ទលាយត្រជាក់ផាសុខភាពកន្លែងអង្គុយគឺមានច្រើន option ចតឡានក៏ងាយស្រួលជាពិសេសគឺគ្រឿងទេសរបស់គាត់ណាម្ទេសជ្រក់ម្ទេសឆាខ្ទឹមជ្រក់គឺគាត់ធ្វើខ្លួនឯងទាំងអស់ពុកម៉ែបងប្អូនហើយអ្វីដែលសំខាន់មួយទៀតងាប់រស់របស់ហាងកាទៀវគឺត្រូវតែញាប់លឿនមិនថាសេវាកម្មលើកមិនថាសេវាកម្មស្រស់មិនថាសេវាកម្មអីទេពួកអីរបរនេះគឺវាឆាប់ត្រជាក់អញ្ចឹងត្រូវតែលឿនអ្នកញ៉ាំគឺគាត់ត្រូវការសេវាលឿនពួកឯងញ៉ាំពេលព្រឹកញ៉ាំហើយឆាប់បានទៅធ្វើការដូចជាក់ស្ដែងនេះអូយគីវគាត់ចលក់ទឹកសៀងគាត់ឆ្ងាញ់ណាស់តំណងណាស់គួរឲ្យចង់ញ៉ាំស្រាវទឹកមាត់ទាំងយប់តែម្ដងវ៉យបដាហេវហ្មងខ្ញុំហើយជាមួយនឹងប្រភេទបាញ់ចាក់ខ្វៃចាអីហ្នឹងគឺដាក់ទឹកសៀងស្រោចពីលើញ៉ាំអីទៀតមកអូបេះមែនតែនហ្មងណាអញ្ចឹងសម្រាប់អ្នកនរគ្នាដែលចូលចិត្តកាទៀវចូលចិត្តសៀវម៉ៃចូលចិត្តមីអីណាមានប្រហិតត្រីអីធ្វើថ្មីស្រស់រាល់ថ្ងៃអីហ្នឹងកុំភ្លេចនឹកឃើញដល់អាហារឋានគឹមទ្រីអរគុណច្រើនពុកម៉ែបងប្អូនអ្នកនៅតំបន់ផ្លូវជាតិលេខ1ត្រូវម៉ាច់បាយបាយ